បងប្អូនដែលចង់ជិះផ្លូវកវាត់ក្រុងគឺថាឈើបើកបរចូលក្រុងនៅវាស្ទះស្អៀតអញ្ចឹងណាពិបាកជិះអញ្ចឹងគឺថានឹងជិះផ្លូវកវាត់ក្រុងទៅទោះបីវាឆ្ងាយបន្តិចប៉ុន្តែវាអត់ស្ទះប៉ុន្តែអ្វីដែលខ្ញុំជួបប្រទះជាញឹកញាប់ជិះផ្លូវកវាត់ក្រុងឥឡូវឆ្ងាយក៏ឆ្ងាយស្ទះក៏ស្ទះហើយការបើកបរត្រូវតែប្រយ័ត្នប្រយែងខ្ញុំនិយាយត្រង់ដោយសារតែមានឡានកុងតឺន័រច្រើនដែលធ្វើដំណើរលើផ្លូវកវាត់ក្រុងដែលភាគច្រើនពួកគាត់ធ្វើដំណើរទៅផែផ្លូវជាតិលេខ1ហ្នឹងប៉ុន្តែការបើកបរពិបាកដោយសារតែពួកគាត់ឡានធំមែនឡានធំគាត់បើកយឺតប៉ុន្តែគាត់អត់ដែរចូលកន្លងបើកយឺតពួកគាត់ទេគាត់តែងតែចូលកន្លងឡានតូចនេះអ្វីដែលខ្ញុំថតហ្នឹងគេហៅថាកន្លងឡានតូចដែលត្រូវបើកលឿនណាប៉ុន្តែឡានពួកគាត់ឡានធំកុងតឺន័រគាត់បើកតែលើផ្លូវឡានតូចទៅជាផ្លូវលឿនហ្នឹងទេអញ្ចឹងពិបាកធ្វើដំណើរណានឹងពិបាកធ្វើដំណើរមែនទែនគិតថាជិះផ្លូវកវាត់ក្រុងបានកាត់បន្ថយការកកស្ទះទៅបីឆ្ងាយបន្តិចប៉ុន្តែឥឡូវអត់អញ្ចឹងទេខ្ញុំធម្មតាជិះពីស្តុបកងណយរហូតដល់មហាវិថីឈ្នះហ៎បាទចាក់ដល់ផ្លូវជាតិលេខ5ផ្លូវជាតិលេខ6អញ្ចឹងណាប៉ុន្តែជាការកត់សម្គាល់ឥឡូវពិបាកជិះហ្នឹងហើយពិបាកជិះឡានកុងតឺន័រច្រើនហើយអ្នកបើកបរសុទ្ធតែអត់ស្គាល់កន្លងផ្លូវបងប្អូនដឹងថានៅពេលដែលយើងបើកឡានតូចការវ៉ាស្ដាំវាខុសព្រោះច្បាប់ចរាចរណ៍ផ្លូវគោកអត់អនុញ្ញាតឲ្យយើងវ៉ាស្ដាំទេឥឡូវដូចខ្ញុំពងជិះអញ្ចឹងខ្ញុំត្រូវការវ៉ាឆ្វេងវ៉ាបានទេហើយបងប្អូនមិនបាច់សញ្ញោបងប្អូនមិនបាច់កាផ្លេទេអ្នកបើកឡានធំគាត់អត់អែបឲ្យយើងទេអញ្ចឹងយើងត្រូវតែបន្ថយប្រឈមវ៉ាខាងស្ដាំហើយវ៉ាខាងស្ដាំវាមានហានិភ័យពេលដែលយើងវ៉ាស្ដាំអត់ប្រយ័ត្នប្រយែងជួបគ្រោះថ្នាក់បណ្ដោយអានឹងជាការកត់សម្គាល់របស់ខ្ញុំអញ្ចឹងផ្លូវកវាត់ក្រុងលែងជាផ្លូវមួយដែលអាចបើកបរបានលឿនលែងស្ទះហើយនិយាយមែនតើហ្មងសុទ្ធតឡានធំហើយឡានកុងតឺន័រច្រើនហើយរឿងហ្នឹងវាក៏មិនមែនជារឿងថ្មីដែរបងមួយចំនួនគាត់បើកឡានធំហ្នឹងគាត់អត់ឯកគៀនទេគាត់អត់ជិះអាខាងស្ដាំទេគាត់ជិះតែខាងឆ្វេងអាផ្លូវលឿនហ្នឹងដឹងមិនគាត់ដែរពេលខ្លះឡាន2 3ទៅបើកបន្ទឹមនេះទៅហើយជិះកាន់តែយូរដូចខ្ញុំនិយាយខាងដើមអញ្ចឹងបងប្អូនខ្លះគាត់ជិះចូលក្រុងគាត់ថាជិះចូលក្រុងទៅវាកកស្ទះវាមានស្តុបមានអីច្រើនអញ្ចឹងគាត់គិតជិះវៀងហ្នឹងឥឡូវដូចថាចង់ជិះទៅផ្លូវជាតិលេខ6ជ្រៅចង្វាឬក៏ឡើងទៅបែកកំពង់ធំកំពង់ចាមអីហ្នឹងទៅប៉ុន្តែជិះចូលក្រុងគាត់ជិះផ្លូវវៀងកវាត់ក្រុងប៉ុន្តែកាន់តែស្ទះកាន់តែឆ្ងាយអញ្ចឹងពិបាកមែនទេនោះឃើញបងប្អូនខ្ញុំថតឲ្យមើលសុទ្ធតែឡានកុងតឺន័របាទឡានកុងតឺន័រឲ្យសុទ្ធតែបើកលើផ្លូវឡានតូចទាំងអស់ទៅលើផ្លូវកវាត់ក្រុងនេះគេសេគំនុះទៀតគំនុះហ្នឹងគេបែងចែកឡានតូចឡានធំហើយនិងម៉ូតូប៉ុន្តែបងប្អូនយើងមួយចំនួនគាត់មិនដែរខ្វល់រឿងហ្នឹងទេគាត់ចង់បើកមិនគាត់បើកអញ្ចឹងហ្នឹងជាបទពិសោធន៍ខ្ញុំលើក្រោយខ្ញុំធ្វើដំណើរអីទៀតខ្ញុំសុខចិត្តចូលក្រុងក៏បានជិះចូលក្រុងហ្មងបើជិះផ្លូវកវាត់ក្រុងស្ទះផងឆ្ងាយផងដូចតែគ្នាអញ្ចឹងជិះចូលក្រុងសុខតែស្ទះបន្តិចហើយសនំពរទៅកាន់បងអ្នកបើកឡានធំផងគួរតែគ្រប់ច្បាប់ចរាចរណ៍ហើយបើកឲ្យស្គាល់កន្លងរបស់ខ្លួនឯងទៅកន្លងខ្លួនឯងបើកនៅផ្លូវខាងស្ដាំតែបើកមកខាងឆ្វេងរឿងតដែរទេមេតាប្រូបរិសុទ្ធធម្មជាតិគ្រប់កំដរពិសាទឹកបរិសុទ្ធមេតាប្រូដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក